បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទមកជួបខ្ញុំជាថ្មីម្ដងទៀតហើយបាទគឺបងប្អូនឃើញអញ្ចឹងវ៉ាលីពីពូឡានហ្នឹងកាបាទគឺមិនមែនទៅថតសัตว์ដោយលំមុនទេបាទគឺទៅដើរលេងបាទនៅថ្ងៃប៉ុណ្ណោះទូកហើយយើងទៅលេងនៅខេត្តកោះកុងបាទនេះគឺជាផ្លូវលឿនលឿនបាទយើងបានមកដល់ផ្លូវលឿនលឿនហើយបាទហើយចំពោះការបើកបរនៅផ្លូវលឿនលឿននេះដែរយើងត្រូវតែពេញការប្រុងប្រយ័ត្នជានិច្ចបាទគឺយើងត្រូវបាទជេរទៅមើលក្រោយគឺយើងបើកនៅកន្លងមកបានហើយបើយើងបើកលើយឺតបាទផ្លូវគេវ៉ាយើងទៅមុនចុះបាទហើយនេះដែរគឺយើងបានមកដល់នៅកន្លែងណតពូសិលាបាទកន្លែងជ័យម៉ៅគឺយើងមកអត់ពុកអីសុំអីសុំអីចឹងតាមផ្លូវហ្នឹងបាទកន្លែងលោកជ័យម៉ៅបាទហើយនេះសិតតែអ្នកដើរហើយបាទហើយបន្ទាប់មកយើងក៏បានមកដល់ផ្លូវ87បាទឥឡូវយើងឡើងទៅស្ពានកំពង់ហើយយើងទៅដល់កន្លែងដែលយើងកំពុងញ៉ាំអីបាទទៀតបាទខ្ញុំទស្សនាដល់គ្នាបាទបន្ទាប់ពីបាយហើយមើលពុតបោះសัตว์ដោះជើងងាត់បាយហើយយើងទៅណាទៀតទៅដើរលេងណាដោះសិតលើកដៃមួយបាទមិញនេះគឺបងប្អូនឃើញស្រាប់ហើយបាទវីដេអូបាទគឺបងប្អូនមកច្រើនណាស់បាទបងប្អូនខ្ញុំបាទគឺមក3ឡានណាបាទហ្នឹងហើយហើយនេះយើងមកដល់ផ្លូវជីផាត់ដែរបាទផ្លូវជីផាត់ទៅបងប្អូនឃើញហើយគឺមិនពុតបរិស័ទទៅតាមផ្លូវច្រើនបាទដូចជាគោដូចជាអីហ្នឹងបាទហើយផ្លូវនេះវាថ្ងៃហ្នឹងទៅយើងភ្លៀងបាទយើងពិបាកដែរតែវាស្អាតបាទភីវនឹងហ្មងបាទគឺស្រស់ស្រាយមែនទែនគឺនៅជីផាត់នេះគឺគោតាមផ្លូវច្រើនណាបាទវាអ្នកភូមិគាត់ចិញ្ចឹមបាទហ្នឹងហើយហើយមិនបងប្អូនទីច្រឡំថាគោព្រៃមិនមែនទេបាទគឺគោដែលបងប្អូនគាត់ចិញ្ចឹមហើយនេះយើងបានមកដល់តាមផ្លូវចិត្តដល់កំពង់ដោហើយនេះគឺជាកំពង់ដោបាទដែលយើងបានមកដល់យើងកំពុងត្រៀមឆ្លងហើយក៏បានឆ្លងមកដល់លើគោកហើយបាទអញ្ចឹងបន្ទាប់មកគឺយើងឆ្លងមកលេងនៅឆាយជ្រៃបាទនេះគឺជាឆាយជ្រៃបាទកន្លែងនេះស្អាតមែនទែនបាទបងប្អូនអាចមកលេងបោះតង់មកអីនៅចំណុចហ្នឹងបានកន្លែងនេះគឺមានទឹកហូរមានខ្លាំងបាទតែយើងអាចមុជនៅខាងបានបាទទឹកវាខាងក្រោមវានឹងយើងអាចចុះមុជលេងបានតែពេលព្រលឹមឡើងវិញបានអាចដាក់កៅអីថុងតែផឹកកាហ្វេស្ដាប់សម្លេងទឹកអីមកអែមហ្មងបាទនៅឆាយជ្រៃនេះអញ្ចឹងនេះជាទេសភាពនៅតំបន់ជីផាត់បាទខ្ញុំទៅជីផាត់រាល់ដងគឺតែមកលេងកន្លែងនេះមកមើលទេសភាពស្ដាប់សម្លេងទឹកមើលព្រៃឈើអញ្ចឹងបាទមើលទឹកហូរពីលើពីអីអញ្ចឹងទៅបាទនេះបាទទេសភាពពីលើទៅគឺអូស្អាតអត់ទាស់បាទទឹកគឺហូរមកតាំងពីលើមកគឺត្រជាក់មែនតើបាទទឹកនេះគឺនៅជីផាត់យើងហ្នឹងបាទហើយនេះខ្ញុំបាទនេះកំពុងឈរស្ទូចត្រីហ្នឹងបាទតែកំពុងជាប់ផ្លែបាទអញ្ចឹងបន្ទាប់ពីចេញពីឆាយជ្រៃមកយើងមកលេងនៅឆាយខ្ពស់បាទមកថតទេសភាពលេងនៅឆាយខ្ពស់អញ្ចឹងណាបាទមើលទេសភាពនៅទឹកឆាយខ្ពស់ស្អាតមែនតើហ្មងបាទចង់ពុជបាទមានអត់មិនដែរមានបានមកលេងសុំទៅពៀមួយដល់សុបាយអត់ហើយមិនដែរdạ lão nó làm giống chân em kìa chân rồi có sửa lắm mũi mũi thiết mày đây cho lên kia này bạn tập tổng lên tắc hơiបាទហើយបន្ទាប់ពីយើងបានទៅដល់ចេញពីឆាយខ្ពស់មកគឺយើងមកសម្រាប់កំហែនៅបឹងកាឡូបាទគេហៅបឹងកាឡូទឹកវិលបឹងកាឡូនេះដែរគឺស្អាតបាទនៅជាប់មាត់ព្រែកហ្មងបាទមាត់ព្រែកនៅជីផាត់ហ្នឹងគឺស្អាតមែនទែនស្ងប់ស្ងាត់ហើយអាចយើងអាចជិះជាកាយៈបានបាទជាកាយៈហើយបន្ទប់គេក៏ស្អាតដែរបាទបន្ទប់គឺមានលក្ខណៈធំទូលាយស្អាតហើយតម្លៃក៏សមរម្យបាទព្រោះអីម្ចាស់គាត់ជាមនុស្សទូរាយបាទបងប្អូនអាចទៅលេងអាចអ្នកដងបានបាទអាចឆាតមកខ្ញុំនឹងដាក់ខមមិនបាទនៅក្នុងលេខទូរស័ព្ទរបស់គាត់បន្ទប់ស្អាតបាទហើយតែមានតែដូចជា5ទេបាទ5បន្ទប់ទេផ្ទះនេះមួយគឺរបស់ខ្ញុំបាទនេះនៅក្នុងបន្ទប់នោះគឺបន្ទប់ប៉ុណ្ណឹងស្អាតទូលាយបងប្អូនអាចមកសម្រាប់លេង
về cái thang của xa đấy cứ ban bà còn ơi ra bóc tông lên mà đây còn cái lùi cái ấy để bóc tông bà hay quạt tục chìm đường là tu thì bà hay nít bà thì skip được hàng một cái sàn mình tên bà mưa chiều về tự lọc sàn những ai cho mũi lên chi cái dạ hay cái lại nít cứ cái lại đo để cái long từ ô từ về bà những long tam năng đại chỉ đo là đo tiền sai mà đại tiền sai hay nên thì sự kia bà sàn làm từ bằng lỗ bằng quạt thì bằng lỗ tức vờ bà chỗ tam hơi có thôn bà có thôn đời chỉ phạt cứ còn là long đo bà hai giờ tung mà cả lỗ chiêu bị cái lỗi bà và đoเลยบัดดำบางคนทองโหมาเคยไงบ้างอะไรนั่นคือซอสอันเต้นเลยเนี่ยยอมไหมจีไก่ยะว่ะอ๋อแล้วยืนจังดังตีลิงนะเอาทอยđây chơi ôm lú bà tôi bom ôn bàn đập lên sầm lên đau mà sầm lên như xịt nó và từ đường từ lên lại ôm lú và rồi lời ôn tự lại ôm lú và lấy riêng cặp bông lại đá mỗi phơi phua phê rồi cảm ơn cô bó khi mà tao cá thế này xuống luôn thời đi ban thì lại ôm lú á đó và so sánhแต่lấy cái thứ spiên thứ gì đá cho khổ mà thứ gì đá cho số là mình muốn cả cho mau mình muốn xong bay tạt sai có cái mà đi tàu mò tàu ấy cho khổ mình đi mò tàu thì vui rồi nằm đây ấy phải năm mấy bà mày gọi sắp năm đấy bà lòng bà hay đi bà xã đó dương mũi tật lên mà mũi tật xa thì lấy tật ô em bà sẽ ôm lú có môn đi lấy môn mà xã đó ôm lú cứ ai tôi thằng lư nó có ban đây mỗi lần thầy bọc tông tới ôm lú ban này nhiều bọc tông rồi đây cái trôm nhá đây còn đầu tư đây gọi kỳ vàng hay ní bắt đầuពីយើងមួយទឹកឲ្យអស់ហើយយើងលេងឲ្យរយៈពេលមួយថ្ងៃពីរថ្ងៃបាទយើងក៏បានត្រឡប់ទៅលេងនៅស្ទឹងពពកបាទស្ទឹងពពកវិញហើយនេះគឺជាពេលយប់ឈៀលេងបាទឈៀលេងនៅភូមិតង់នៅជិតស្ទឹងពពកនៅជិតជើងភ្នំបាទហ្នឹងហើយយើងឈៀលេងពេលយប់ផ្លែទៅបាទទៅម៉ោង 9 ម៉ោង 10 អីហ្នឹងយើងចាំសម្រាប់ហើយយើងទៅលេងនៅស្ទឹងពពកពេលព្រលឹមឡើងបាទនេះគឺជាស្ទឹងពពកនៅពេលព្រឹកបាទតែមែនតើវាស្អាតណាស់បាទដោយឋានសួគ៌ចឹងបាទបងប្អូនអាចមកមើលអ៊ូខំខាងជេងបាននៅលើស្ទឹងពពកនេះបាទបងប្អូនទៅឃើញទេសភាពនឹងស្រាប់ហើយបាទមើលអូយគួរឲ្យស្រឡាញ់មែនតើបាទហើយនេះបាទក្រុមខ្ញុំមកជួលម៉ូតូគេជិះបាទម៉ូតូមួយ 30000 បាទយើងអាចជួលបងប្អូននៅសហគមន៍ខាងក្រោមបាទគាត់អាចបាទម៉ូតូយើងជួលជិះឡើងលើឬយើងអាចជិះទៅលេងនៅកន្លែងទឹកមួយទឹកស្អាតទៅជួលទូកគេថែមទៀតបាទហើយបន្ទាប់មកក៏យើងហួសមកដល់លេងនៅlại ănទឹកទៅរីគីស្នីបាទផ្លូវទៅលើភ្នំស្ទឹងពពកដែរបាទអរគុណច្រើនបាទចំពោះតាមដានវីដេអូខ្លីៗនៅថ្ងៃនេះបាទអរគុណជម្រាបលា